Chui chật ba mét phơi chẳng bên đây giờ dụ cho hơi còn hộp prai cho nó pe em pe ngày nay nhưng mà bằng hai bì thì phơi sạch phạt tam rồi chỉ để dừng chui chất cả đôi chia vì thì phơi bài cả đằng hộp luôn anh tam rồi chết nâng chum răng chum nồi chật bọc luôn anhแบบงี้วิธีធ្វើក៏ដូចជាគ្រឿងផ្សំពិតជាងាយៗមែនទែនប៉ុន្តែការដោះលាងចានឆ្នាំងពិតជាមិនងាយទេបងប្អូនឃើញតែខ្មៅអញ្ចឹងដោះមកវិញបេះក្អួតហើយជាដំបូងនោះខ្ញុំមកបង្ហាញពីរបៀបធ្វើសាច់ផាត់តាមរសជាតិដែលខ្ញុំចូលចិត្តណាហើយសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំជ្រើសរើសយកទ្រូងមិនហើយមិនខ្ញុំប្រើតែទ្រូងវាមកគូទេហើយសម្រាប់រសជាតិដែលខ្ញុំត្រូវធ្វើនោះគឺរសជាតិសាបមកល្មមមិនប្រៃពេកក៏មិនផ្អែមពេកដែរតែប៉ិតបើសិនតែយើងទិញគេក៏បានដែរវាងាយៗប៉ុន្តែវាអត់ត្រូវរសជាតិដែលយើងចង់បានណាហើយអ្វីដែលពិសេសនោះគឺខ្ញុំបានធ្វើទ្រូងមិនគឺវាអាចថានឹងមិនឡើងគីឡូខ្លាំងទេហើយណាមួយយើងយកមកយើងបានកាត់សម្អាតវាឲ្យស្អាតណាហើយទ្រូងមិនរបស់ខ្ញុំគឺខ្ញុំបកទាំងស្បែកបកទាំងខ្លាញ់អាណាសាច់ដែលមិនល្អគឺខ្ញុំបកយកឲ្យស្អាតហើយយកវាលាងទឹកសម្អាតឲ្យស្អាតចំណែកឲ្យឆ្អឹងវានេះខ្ញុំអាចយកធ្វើទឹកស៊ុបផ្សេងបានទៀតគ្រឿងដែលខ្ញុំត្រូវប្រើនោះមានខ្ទឹមសក៏ដូចឈើអែមផ្កាច័ន្ទហើយខ្ញុំយកវាទៅលីងក្នុងភ្លើងមួយដែលល្មមរួចខ្ញុំលំលីងវាឡើងឈ្ងុយហើយខ្ញុំដាក់ស្ករត្នោតខ្ញុំមិនដាក់ច្រើនពេកទេគឺយើងដាក់តាមមកល្មមមិនឲ្យវាផ្អែមពេកទេណាត្រង់ដែលកន្លែងខ្ញុំដាក់ស្ករនេះខ្ញុំត្រូវតែថែមទឹកបន្តិចប៉ុន្តែខ្ញុំបានប្រើទឹកសុទ្ធទេគឺខ្ញុំប្រើទឹកត្រីដើម្បីកូរវាកុំឲ្យខ្លោចដោយសារតែខ្ទះដែលខ្ញុំយកទៅលីងគ្រឿងនោះវាក្តៅអញ្ចឹងបើសិនជាយើងអត់ថែមទឹកត្រីអីចូលទេវាធ្វើឲ្យក៏បើយើងខ្លោចអញ្ចឹងយើងថែមអញ្ចឹងទៅយើងកូរវាឡើងជើងក្រងយើងដាក់ទ្រូងមិនរបស់យើងចូលកូរសាច់យើងបន្តិចមកយើងក៏ធ្វើការដាក់ទឹកហើយយើងថែមម្សៅស៊ុបបន្តិចចូលដោយសារតែទឹកត្រីដែលយើងធ្វើខ្លួនឯងហ្នឹងគឺវាអត់សូវប្រៃទេយើងដាក់ទឹកស្ងោរសាច់នឹងរៀងច្រើនបន្តិចដើម្បីឲ្យវាផុយស្រួលយើងបេះវាចេញណារំងាស់សាច់ឲ្យឡើងឃើញតែខាសទឹកបន្តិចហើយខ្ញុំស្រង់គ្រឿងដែលខ្ញុំដាក់ស្ងោរជាមួយនឹងសាច់នេះចាញ់ដូចជាខ្ទឹមឈើអែមហ្នឹងខ្ញុំស្រង់ចេញមករងចាំឲ្យទឹកវាខាសទៅជាមួយគ្នាហ្នឹងខ្ទឹមរបស់យើងគឺមិនវល់ជាមួយដោយសារតែថ្ងៃនេះគឺខ្ញុំរំងាស់យកហើយគឺខ្ញុំបបែកសាច់នៅលើនឹងតែម្ដងប៉ុន្តែលក្ខណៈដែលយើងបបែកសាច់នោះគឺយើងអត់ប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងមកល្មមបើសិនជាយើងប្រើខ្លាំងពេកអាខ្ទះយើងគឺខ្លោចលឿនហើយវិធីធ្វើរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំអត់បានបុកសាច់បុកអីទេគឺខ្ញុំអង្គុយហែកយកអូតូម៉ាទិកតែម្ដងយើងហែកនឹងដៃអញ្ចឹងហើយខ្ញុំថ្ងៃនេះក៏អត់ហាលទៀតខ្ញុំបកវាឲ្យបានជាប្រទេសសាច់ហើយគឺខ្ញុំយកវាទៅកូរជាមួយនឹងភ្លើងក្នុងបរិមាណភ្លើងមួយដ៏ទាបមែនទែនបើថាបើយើងដាក់ភ្លើងខ្លាំងអាកាតិចសាច់របស់យើងនឹងខ្លោចហើយល្វីងអញ្ចឹងពេលដែលយើងបេះវាបានជាចំណិតសាច់មកហើយយើងយកវាទៅកូរក្នុងភ្លើងមួយដ៏តិចនោះអាសាច់ទុយគឺវាអត់ខ្លោចទេយើងធ្វើអញ្ចឹងគឺចំណាយពេលយូរមែនទែនប៉ុន្តែរសជាតិដែលយើងចង់បានគឺវាត្រូវចិត្តយើងតែម្ដងដើមទ្រូងមិនចំនួន2យើងបែកចែកមកជា4ដុំឃើញទេសាច់យើងបានក្រែលក្រិនដែររសជាតិក៏វាឆ្ងាញ់ដែរតាមអ្វីដែលយើងចង់បានមិនផ្អែមពេកក៏មិនប្រៃពេកដែរយើងធ្វើហើយយើងអាចទុកក្នុងទូទឹកកកបានយូរទៀតយើងរោយវាអញ្ចឹងរោយជាមួយនឹងខ្ទះភ្លើងតិចបើយើងតឡើងស្ងួតយើងធ្វើសាច់ផាត់សាច់អីបានហើយយើងក៏ងាកមកធ្វើបាយក្តាំងរបស់យើងបាយក្តាំងនោះខ្ញុំប្រើអង្គទៅដាំឯងបងប្អូនអញ្ចឹងឆ្នាំងយើងដំបូងរៀងសទេដល់ពេលដែលយើងដាក់យូរទៅច្បាស់ជាឡើងខ្មៅហើយវិធីធ្វើបាយក្តាំងរបស់ខ្ញុំថ្ងៃនេះគឺបាយរបស់ខ្ញុំដាំខ្ញុំអត់លាយជាមួយនឹងអង្គតនើពេកព្រោះអីខ្ញុំចង់ហូបបែបស្រួយហើយរឹងហើយគ្រឿងផ្សំរបស់ខ្ញុំមានដើមខ្ទឹមខ្ញុំមានម្សៅស៊ុបក៏ដូចជាទឹកស៊ីអ៊ីវខ្ញុំយកវាមកកូរជាមួយខ្ទឹមហើយគ្រឿងបន្ទាប់ទៀតនោះខ្ញុំមានម្ទេសរបស់យើងគឺយើងយកវាមកហាន់ជាចំណិតទូចអញ្ចឹងណាហើយពងមាន់របស់យើងគោះ4-5គ្រាប់ដាក់ទៅដើម្បីយកវាទៅលាបជាមួយនឹងបាយក្តាំងរបស់យើងណាធ្វើអញ្ចឹងទៅបាយក្តាំងរបស់យើងគឺមានក្លិនឈ្ងុយហើយរសជាតិគឺដិតល្មមជាមួយនឹងសាច់ផាត់យើងស្រាលទៀតគឺអេមតែម្ដងលីគ្រឿងពងរបស់យើងទម្រាំទៅហើយនឹងបាយរបស់យើងក៏ល្មមថានឹងបំពងហើយបងប្អូនអរគ្នាគឺយើងដាំឲ្យឆ្អិនចឹងមកយើងយកវាមកវាខ្ញុំក៏មិនបានវាជាក្រាស់ហើយទេខ្ញុំវាទាំងស្ដើងដែរបើថាវាជាក្រាស់
bài dương ở miền liền co tận ẩm chẳng cứ răng mình tiền chẳng nhầm dù bẹp sờ đơn tiệt tờ bông chẳng nhầm pan bài mình trâu tì chẳng cái nhầm lệ viên mà đạn tiệt dương đặt bài dương ngồi cream trăm thì dương ngồi chặt ren châu tàu bông pôn vì lần xuôi về để dương pôn vì lần xuôi à dương vô pôn để dương bạn liềm mình nhớ vô mình liệp nó lựa bài cả đầu bài dương pôn bài dương có chấn ហើយរសជាតិវាក៏ឆ្ងាញ់ទៀតបងប្អូនអរគ្នាវិធីធ្វើនេះគឺងាយមែនទែនយើងមានបាយដំណើបបាយបំពងបែបសាបល្មមហើយនឹងសាច់ផាត់របស់យើងក៏មិនប្រៃរួមគ្នាមកជាមួយនឹងពងក្តៅអញ្ចឹងអូយឆ្ងាញ់មែនទែនហើយយើងធ្វើណាយើងធ្វើហូបទុកបានយូរទៀតណានិយាយពីអូយឆ្អែតម្សៅហើយ និយាយមែនតាសាច់ផាត់របស់យើងរោយសពសារពើចាំមកអូមានអីយើងធ្វើសាច់យើងសាបសាបវ៉ាវតែបាត់ឆ្អែតម្សៅនិយាយលេងសើចអីអូយឆ្អែតងាកនេះអត់បាយតាំងវាមិនពិបាកធ្វើតែវាហត់តិចសាច់ផាត់ដែលយើងធ្វើខ្លួនឯងមិនផ្អែមមិនប្រៃសមអំរមហើយអូជាតិមួយដេកមកយើងអត់ស្ដាយពេលវេលាពេលយើងហូបជិះហូបមួយឯងអញ្ចឹងចូលចិត្តរសជាតិបែបម៉េចធ្វើអញ្ចឹងតែតែយើងអាយុច្រើនហើយក៏មិនហូបប្រៃច្រើនពេកផ្អែមពេកមកមុំអញ្ចឹងណា